បើសិនជាមានសមត្ថភាពគឺយើងនឹងទទួលបានជោគជ័យនៅក្នុងយមនេះបាទអញ្ចឹងសូមអញ្ជើញបាទត្រៀមខ្លួនទាំងអ្នកប្រឡងម្សិលមិញនិងអ្នកប្រឡងថ្ងៃនេះគឺចំនួនតែ10អ្នកទេបាទអញ្ចឹង10អ្នកហ្នឹងគឺខ្ញុំជ្រើសរើសយកតែ5អ្នកទេក្នុងចំណោម10អ្នកហ្នឹងបាទយើងច្រៀងកូកទាំង10អ្នកប៉ុន្តែយើងយកតែ5អ្នកទេដើម្បីទទួលពានរង្វាន់បាទអញ្ចឹងដើម្បីកុំឲ្យខាតពេលខ្ញុំសូមអញ្ជើញលោកគណៈកម្មការដាក់បន្ទុកហ្នឹងក៏ឡើងច្រៀងមួយបទហើយខ្ញុំអង្គុយបូកបន្ទុកបាទអញ្ចឹងសូមគណៈកម្មការឡើងច្រៀងមកហើយខ្ញុំអង្គុយបូកបន្ទុកសិនបាទទម្រាំតែខ្ញុំបូកហើយគាត់ច្រៀងចប់ល្មមបាទសូមអរគុណគៀកនេះមកដើម្បីស្រួលពេលខ្ញុំច្រៀងចប់បាទហៅឈ្មោះ10នាក់ដំបងដែលបានជាប់ណាបន្ទាប់មកជំរើសយក5នាក់ណាបាទសូមអរគុណអឡូធម្មតាមនុស្សមានចិត្តស្មោះតែងតែរស់ក្នុងការគិតថាត្រូវធ្វើយ៉ាងម៉េចដើម្បីមនុស្សជាទីស្រឡាញ់ស្នេហាខ្ញុំកំសត់ណាស់តាំងពីចាប់ផ្ដើមប៉ុន្តែយើងខំតស៊ូណាខំប្រឹងផ្លាស់ប្ដូរជីវិតពីក្រខ្សត់ទៅមានបានតែការខំប្រឹងគ្រប់យ៉ាងបានមកហើយប្រែគ្មានន័យសោះលោកតាអយុត្តិធម៌ឲ្យយើងប្រត់ប្រាស់មានទ្រមានយុគអូនក៏លីចាលោកីតើការខំប្រឹងរបស់ខ្ញុំស្ទើរតែមួយជីវិតតែការពិតចុងក្រោយខ្ញុំបានផលអ្វីដើម្បីមនុស្សខ្លួនស្រឡាញ់ទើបខំទាំងយកថ្ងៃដល់ពេលជោគជ័យហើយអ្វីគ្មានវត្តមានអូនអាចរួមទុកជាមួយគ្នាបានតែមិនអាចរួមសុខសាន្តចង់ឃើញគ្រប់យ៉ាងចង់ផ្ដោស្នាមញញឹមភ្លេចឆាប់ចាកចោលបងលេងបងយំស្រែករោគមុំកិត្តិយសទ្រព្យធនអ្នកជួយខ្ញុំលែងបានស្មោះតែងតែរស់ក្នុងការគិតថាត្រូវធ្វើយ៉ាងម៉េចដើម្បីមនុស្សជាទីស្រឡាញ់ស្នេហាខ្ញុំកំសត់ណាស់តាំងពីចាប់ដើមប៉ុន្តែយើងប្រឹងតស៊ូណាខំប្រឹងផ្លាស់ប្ដូរជីវិតពីក្រខ្សត់ទៅមានបានតែការខំប្រឹងគ្រប់យ៉ាងបានមកហើយប្រែគ្មានន័យសោះលោកតាអយុត្តិធម៌ឲ្យយើងប្រត់ប្រាស់មានទ្រមានយុគអូនក៏លីចាលោកីតើការខំប្រឹងរបស់ខ្ញុំស្ទើរតែមួយជីវិតតែការពិតចុងក្រោយខ្ញុំបានផលអ្វីដើម្បីមនុស្សខ្លួនស្រឡាញ់ទើបខំទាំងយកថ្ងៃដល់ពេលជោគជ័យហើយអ្វីគ្មានវត្តមានអូនអាចរួមទុកជាមួយគ្នាបានតែមិនអាចរួមសុខសាន្តចង់ឃើញគ្រប់យ៉ាងចង់ផ្ដោស្នាមញញឹមបើដេញឆាប់ចាកចោលបងលេងបងយំស្រែករោគមុំកិត្តិយសទ្រព្យធនអ្នកជួយខ្ញុំលែងបានហើយកិត្តិយសទ្រព្យធន